ចាសូមគោរពជំរាបសួរបងប្អូនកូនខ្មែរទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងមួយថ្ងៃទី6 ខែ 2 ឆ្នាំ 2026នេះខាងបណ្ដាញសារព័ត៌មានកូរ៉េគេបានចុះផ្សាយជាច្រើនអំពីក្រសួងការពារជាតិកូរ៉េគេបានគិតគូរនឹងការផ្អាកលក់សភាវុធបន្ថែមទៅកាន់ប្រទេសថៃហើយខ្ញុំចង់ជម្រាបនេះគឺជាការសบายចិត្តមួយដែលខាងគេនឹងគេបានគិតហើយនេះក៏ជាសមិទ្ធផលមួយដែលកូនខ្មែរទាំងអស់គ្នាចូលរួមយ៉ាងសកម្មអំពីបញ្ហាប្រទេសជាតិហើយសូមបញ្ជាក់ផងដែរថានៅថ្ងៃទី5 ខែ 1 ឆ្នាំ 2026 កន្លងទៅគឺយើងបានទៅដាក់ញត្តិ3ទីតាំង3ស្ថាប័នក្រសួងការពារជាតិក្រសួងការបរទេសនិងការិយាល័យរដ្ឋាភិបាលកូរ៉េនឹងអញ្ចឹងការឆ្លើយតបនេះគឺមានរយៈពេល1 ខែហើយខ្ញុំសង្ឃឹមថាបងប្អូនកូនខ្មែរទាំងអស់គ្នានឹងបន្តសកម្មភាពហើយในខ្លឹមសារដែលព័ត៌មានគេផ្សាយគឺឆ្លើយតបជាមួយនឹងញត្តិពលរដ្ឋខ្មែរយើងហើយវាជារឿងពិតវាជារឿងជាក់ស្ដែងដែលខ្មែរយើងរងគ្រោះនិងទទួលបានការឈឺចាប់យ៉ាងខ្លាំងអំពីសំណាក់ប្រទេសសៀមមកឈ្លានពានប្រទេសកម្ពុជាហើយខ្ញុំសង្ឃឹមថាបងប្អូននឹងមិនភ្លេចបលាលួនិងមិនភ្លេចដែនដីខ្មែរយើងដែលគេឈ្លានពានដែលគេសម្លាប់ដែលគេទម្លាក់មីស៊ីនមកលើទឹកដីខ្មែរទេហើយសូមបញ្ជាក់ផងដែរថាប្រទេសខ្មែរយើងគឺត្រូវការខ្មែរទាំងអស់គ្នារួមគ្នាដើម្បីស្ដារប្រទេសមួយនេះមិនមានភាគីណាទេពេលនេះខ្មែរយើងកំពុងតែលិចលង់ខ្លាំងមែនទែនហើយសនំពោបន្ថែមទៀតថាសូមឲ្យកូនខ្មែរទូទាំងសកលលោកជាពិសេសប្រទេសដែលមានដែលខ្លួនរស់នៅហើយមានលក់សភាវុធបន្ថែមទៅឲ្យប្រទេសថៃនេះសូមឲ្យកូនខ្មែរយើងទាំងអស់គ្នាចូលរួមទប់ស្កាត់និងជួយរកដំណោះស្រាយដើម្បីឲ្យអន្តរជាតិបានឃើញនឹងលូកដៃជួយទៅដល់ប្រទេសកម្ពុជាហើយវីដេអូមួយនេះខ្ញុំសូមសនំពរទៅដល់រដ្ឋាភិបាលខ្មែរឲ្យដឹងថាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់គេត្រូវការសេចក្តីសុខសាន្តសេចក្តីសន្តិភាពដោយលោកប្រកាសពិតមែនហើយមិនមែនប្រកាសតែមាត់ហើយចាប់ពលរដ្ឋដាក់ក្នុងគុកទេសូមឲ្យរដ្ឋាភិបាលគិតគូរឡើងវិញអំពីផលប្រយោជន៍ប្រទេសជាតិគុំទុកប្រទេសជាតិឲ្យលិចលង់ជ្រៅក្រៃលោអត់មានប្រទេសដើម្បីឲ្យទៅកាន់អំណាចវាគឺជាផលជាក់ស្ដែងមួយរាល់សកម្មភាពពួកយើងធ្វើមិនមែនប្រឆាំងជាមួយរដ្ឋាភិបាលគឺប្រឆាំងជាមួយនឹងការដឹកនាំធ្វើឲ្យពលរដ្ឋរងគ្រោះធ្វើឲ្យបាត់ដែនអធិបតេយ្យអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាលោកចង់កាន់តំណែងឲ្យបានយូរអង្វែងសូមឲ្យលោកបើកលំហរដ្ឋាភិបាលជាតិបតេយ្យសូមឲ្យលោកគិតមើលឃើញថាពលរដ្ឋខ្មែរទាំងអស់គ្រប់មជ្ឈដ្ឋានធ្វើដើម្បីប្រយោជន៍ប្រទេសកម្ពុជា